បាទជំរាបសួរបងនេះជាវីដេអូនៃការ check report ទៅលើការ purchase stock ចូលរបស់យើងណាបងបាទអញ្ចឹងដើម្បីបងអាចដឹងថាក្នុងខែហ្នឹងឬក៏ក្នុងចន្លោះដែលបង filter មកហ្នឹងគឺបងបានទិញ stock purchase stock ចូលមកប្រមាណអីប្រមាណអញ្ចឹងបងអាចមក check នៅកន្លែង report របស់យើងបានមកអញ្ចឹងដើម្បីបងអាចទៅ check report purchase របស់យើងបានបងចូលទៅកន្លែង report បាទទៅបងឃើញមានពាក្យថា purchase បាទអញ្ចឹង purchase គឺយើង purchase តាម AP invoice អញ្ចឹងបងអាចមើលទៅលើ AP invoice summary បាទអញ្ចឹងសម្រាប់ AP invoice summary នេះគឺវាសម្រាប់តែចំនួនបងដែរឬក៏ចំនួន invoice ដែលបងបានទិញ stock ចូលឯងបងបាទអញ្ចឹងគឺវាអត់បាន detail ថាក្នុង invoice មួយហ្នឹងគឺមាន item អីខ្លះទេបងអញ្ចឹងមានន័យថាបើសិនជាបងមើល AP invoice summary គឺមានន័យថាបងមើល invoice ដែលបងបានទិញ stock ចូលហ្នឹងប្រហែល invoice ហើយគិតជាទឹកលុយសរុបប្រហែលអញ្ចឹងណាបងបាទហើយនេះជាថ្ងៃបងអាច filter បានថាបងចង់មើល report ហ្នឹងចាប់ពីផ្ដើមពីថ្ងៃណារហូតដល់ថ្ងៃណាអញ្ចឹងបើសិនជាបងចង់ផ្ដើមពីថ្ងៃ1រហូតមកដល់ថ្ងៃ10អញ្ចឹង day from នេះបង select ថ្ងៃចាប់ផ្ដើមមកថ្ងៃ1បាទហើយអញ្ចឹង day 2នេះគឺជាថ្ងៃបញ្ចប់អញ្ចឹងរហូតដល់ថ្ងៃ10អញ្ចឹងមានន័យថាខ្ញុំចង់មើល invoice ដែលខ្ញុំ purchase ពីថ្ងៃ1ដល់ថ្ងៃ10បងអញ្ចឹងបងគាត់នៅរើប៉ុណ្ណឹងហើយបង filter ទៅពេលហ្នឹងវានឹងយកចំនួន invoice ដែលបងបាន purchase ចន្លោះថ្ងៃដែលបង filter ហ្នឹងគឺមកទាំងអស់ហើយបងបាទអញ្ចឹងបងដឹងហើយថាបងបានទិញចូលប្រហែល invoice អញ្ចឹងបងបាទអញ្ចឹងហើយក្នុងករណីមួយទៀតបើសិនជាបងចង់ដឹងថាក្នុង invoice នេះមានitem អីខ្លះឬក៏ប្រភេទអីវ៉ាន់អីខ្លះអញ្ចឹងបងមកមើលខាងក្រោមនេះគឺយើងមាន report AP invoice report បងអញ្ចឹងសម្រាប់ AP invoice report នេះគឺវា detail ឲ្យយើងទាំងអស់ហ្មងថាក្នុង invoice ហ្នឹងមានប្រភេទ item អីខ្លះហើយបងបានទិញ stock ចូលចំនួនប្រមាណកំប៉ុងឬក៏ប្រមាណកេសឧទាហរណ៍នេះ5កេសអញ្ចឹងទៅឬក៏នេះ1កេសនេះ24 unit អញ្ចឹងទៅហើយមានថ្លៃដើមប្រមាណផ្សេងបាទអញ្ចឹងបើសិនជាបងចង់មើល detail គឺបងត្រូវមកមើលនៅAP invoice report នេះមកបាទអញ្ចឹងនេះគឺថ្ងៃដូចគ្នាមានន័យថាបងចង់មើលចាប់ផ្ដើមពីថ្ងៃណាហើយ day 2នេះបញ្ចប់ត្រឹមថ្ងៃណាអញ្ចឹងមានន័យថាបើខ្ញុំ select day from នេះចាប់ពីថ្ងៃ1ហើយ day 2នេះថ្ងៃ10មានន័យថាខ្ញុំចង់មើល report នៃការ purchase របស់ខ្ញុំចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ10អញ្ចឹងបងគាត់ទៅ filter មកអញ្ចឹងពេលហ្នឹងវានឹងចេញការ purchase របស់បងមកហើយបង scroll មកក្រោយបងអាចមើលបានថា item ដែលបងទិញ stock ហ្នឹងជាប្រភេទ item អីហើយបងទិញ stock ចូលប្រហែលកេសឬក៏ប្រហែល unit អញ្ចឹងណាបងបាទ